ចិនដាក់ដំណើរការនាវាផ្ទុកយន្តហោះថ្មីស្រឡាំងមួយគ្រឿងដើម្បីប្រណាំងប្រជែងសភាវុធជាមួយនឹងអាមេរិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថាចិនទើបតែបានដាក់ឲ្យដំណើរការនាវាផ្ទុកយន្តហោះទំនើបបំផុតមួយឈ្មោះថាហ្វូជៀនក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងនេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន BBC ចេញនៅថ្ងៃទី7វិច្ឆិកាឆ្នាំ2025នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន BBC នៅថ្ងៃទី7វិច្ឆិកាឆ្នាំ2025នាវាហ្វូជៀនជានាវាចម្បាំងទី3របស់ចិនដែលមានបំពាក់ដោយប្រព័ន្ធទំនើបបន្ថែមទៀតដែលអាចជួយដល់ការពន្លឿនក្នុងការហោះហើរកាន់តែលឿនជាងមុនរបស់យន្តហោះចម្បាំងការដាក់ឲ្យដំណើរការនៅនាវាផ្ទុកយន្តហោះចម្បាំងនេះកាន់តែសបញ្ជាក់ឲ្យឃើញពីភាពខ្លាំងរបស់ចិនក្នុងនាមជាប្រទេសដែលមានកងកម្លាំងក៏ដូចជាកងទ័ពខ្លាំងលំដាប់ពិភពលោកមួយក្រៅតែពីសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីគូកត់សម្គាល់ថាក្នុងអាណត្តិដឹកនាំរបស់លោកស៊ីជីនពីងចិនត្រូវបានគេមើលឃើញថាមានភាពរីកចម្រើនលើវិស័យការពារជាតិយ៉ាងខ្លាំងស្ទើរតែមិនគួរឲ្យជឿដែលប្រការនេះហាក់ក្លាយជាក្តីបារម្ភបន្ថែមទៀតសម្រាប់មហាអំណាចសហរដ្ឋអាមេរិកដែលជាគូប្រជែងដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ននាវាហ្វូជៀនមានសមត្ថភាពផ្ទុកយន្តហោះដែលជាប្រភេទយន្តហោះអាវុធធុនធ្ងន់និងផ្ទុកនៅប្រេងឥន្ធនៈបានជាច្រើនដែលនេះជាភាពខ្លាំងមួយទៀតហើយអាចជួយសម្រួលដល់ការវាយប្រហារគោលដៅសត្រូវឲ្យកាន់តែមានប្រសិទ្ធភាពនិងវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយជាងមុនថែមទៀតវាមានឥទ្ធិពលខ្លាំងជាងនាវាផ្ទុកយន្តហោះពីរគ្រឿងមុនរបស់ចិនដែលមានឈ្មោះថា Liaoning និងសាំងដុងទៅទៀតដែលនាវាទាំងពីរនេះត្រូវបានផលិតដោយប្រទេសរុស្ស៊ីបច្ចុប្បន្ននៅលើពិភពលោកមានតែសហរដ្ឋអាមេរិកមួយគត់ដែលមាននាវាផ្ទុកយន្តហោះដែលមានប្រព័ន្ធបាញ់ពន្លឿនល្បឿនយន្តហោះដូចទៅនឹងនាវាឈ្មោះហ្វូជៀនរបស់ចិននេះគួរឲ្យដឹងថាចិនជាប្រទេសមានកម្លាំងយោធាធំលំដាប់ទី3បន្ទាប់ពីអាមេរិកនិងរុស្ស៊ីពលចិនមានកងទ័ពសកម្មរហូតដល់ទៅ 2.185 លាននាក់ហើយបើរាប់បញ្ចូលទាំងកងទ័ពបម្រុងប្រមាណ 1.17 លាននាក់បូកនឹងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតចំនួន 66,000 នាក់នោះកងទ័ពចិនគឺមានរហូតដល់ទៅ 4 លាននាក់ឯណោះចិនត្រូវបានចាត់ទុកថាជាប្រទេសដែលធ្វើទំនើបកម្មវិស័យការពារជាតិលឿនបំផុតមួយព្រោះចិនមានកងទ័ពជើងទឹកដ៏ធំបូករួមនឹងនាវាផ្ទុកយន្តហោះចម្បាំងធំចំនួន3គ្រឿងរាប់បញ្ចូលទាំងនាវាហ្វូជៀនថ្មីនេះផងដែរខណៈកងទ័ពអាកាសរបស់ចិនក៏ខ្លាំងមិនធម្មតាដូចគ្នាជាងនេះទៅទៀតប្រទេសចិនមានកញ្ចប់ថវិកាយោធាឬក៏កញ្ចប់ថវិកាការពារជាតិធំជាងគេលំដាប់ទី2នៅលើពិភពលោកពលគឺមានសរុបប្រមាណ $246,000 លាននៅក្នុងឆ្នាំ2025នេះ